ស្វាមីភរិយាថ្មីថ្មោងមួយគូកំពុងរងការរិះគន់ខ្លាំងកូនកំឡោះវ័យ79ឆ្នាំតែបានប្រពន្ធក្មេងខ្ចីគណៈមហាជនលើកឡើងថាកូនក្រមុំសម្លឹងឃើញតែទឹកលុយថ្មីនេះវីដេអូខ្លីមួយតាមរយៈបណ្ដាញសង្គម TikTok ដែលបង្ហាញពីសកម្មភាពកូនកំឡោះក្រមុំថ្មីថ្មោងមួយគូកំពុងតែដឹកដៃគ្នាចូលរោងជ័យយ៉ាងផ្អែមល្ហែមខណៈកូនកំឡោះមានវ័យ79ឆ្នាំអាចថាវ័យគាត់ខុសគ្នានឹងកូនក្រមុំប្រហែល2ជួរប៉ុន្តែពួកគាត់នៅតែដឹកដៃគ្នាចូលរោងជ័យយ៉ាងមានក្តីសុខធ្វើឲ្យអ្នកលេងបណ្ដាញសង្គមទាំងអស់នាំគ្នាแชร์ចែករំលែកប្រងព្រាតពាក់ពេញបណ្ដាញសង្គមដោយមតិមួយចំនួនធំបានអីគុណទៅកាន់កូនកំឡោះថាគួរតែដល់វ័យចូលវត្តចូលវាហើយលោកតាមិនព្រមទៅវត្តទេឲ្យតណ្ហាដឹកមុខបានវីតាមីនក្រមុំ SOVF ធ្វើឲ្យស្ត្រីមានភាពជឿជាក់ដូចវ័យ20ឆ្នាំ Collagen ហារីសម្បុកត្រចៀកកម្មបានទាំងសុខភាពនិងសម្រស់ជំនួយដល់សក់ក្រចកឆ្អឹងសន្លាក់ធ្វើឲ្យគេងលក់ស្រួលជាពិសេសជួយឲ្យស្បែកសភ្លឺថ្លាម៉ត់រលោងចេញពីខាងក្នុងត្រឹមរយៈពេល7ថ្ងៃស្មាតោតាអើយតាខ្ញុំវ័យមិនដល់តាទេតែតាខ្ញុំជាអាចារ្យវត្តបាត់ទៅហើយវ័យចូលវត្តធ្វើអាចារ្យតែគួរឲ្យអនិច្ចាមកត្រូវរៀបការជាមួយស្រីក្មេងចាស់ចិត្តទៅវិញហើយនៅអត់តន់អស់តណ្ហាទៀតអាណិតតាវិញជូនទុកដាក់ខ្លួនវ័យតាជាវ័យជំរុះចោលគ្រប់យ៉ាងហើយជាយាមរកក្តីស្ងប់ផ្លូវចិត្តដើម្បីជាបុណ្យទុកនៅជាក្រោយចំណែកឯមតិខ្លះទៀតរិះគន់ទៅកាន់កូនក្រមុំថាលុយអើយលុយខ្ញុំខ្លាចអ្នកហើយទឹកលុយសម្លាប់ទឹកចិត្តខ្ញុំមែនគ្មានអីធំជាងទឹកលុយលោកតាកំពុងឡើងឋានសួគ៌ឯកូនក្រមុំខំត្រំចិត្តដើម្បីទ្រព្យសម្បត្តិខ្ញុំគិតថាបើសិនជាជីវភាពតានឹងធម្មតាប្រហែលជាគ្មានថ្ងៃនឹងទេតាស្មាតោហើយខ្លះទៀតក៏ជំពរទៅកាន់ប្តីប្រពន្ធមួយគូនេះថានារីដ៏ស្រស់ស្អាតម្នាក់បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកតាវ័យចំណាស់នេះប្រហែលជាគូព្រេងលោកតាពីអតីតជាតិរបស់គាត់ហើយមើលទៅលោកតាពិតជាមានសំណាងមែន